ថ្លើមធំមែនអាស្រមោចល្ងងណាមិនខ្លាចស្លាប់នឹងវ៉ាវឆ្មាធំលេះនរណាកំពុងប្រញាណចិត្តនិយាយជាមួយឆ្មាធំរោមឯងទុនណាស់តើឯងចង់ស៊ីខ្ញុំមែនទេចុះមុនពេលស៊ីខ្ញុំអាចឲ្យខ្ញុំស្ទាបឯងបន្តិចបានទេក្មេងមនុស្សនេះឈួតហើយមែនទេយើងជាទេពសម្លាប់ពីបុរាណជាសត្វកំណាចលេបមនុស្សទាំងរស់នាងហើយយើងថាឆ្មាធំថែមទាំងចង់ស្ទាបយើងទៀតយកសពទៅឈប់តើយើងកំពុងធ្វើស្អីហ្នឹងឆាប់បញ្ឈប់សម្លេងគួរឲ្យអាម៉ាស់នេះភ្លាមយើងជាទេពសម្លាប់មិននឹងអាចបញ្ចេញសម្លេងក្រហមដោយកូនឆ្មាបែបនេះកើតទេកុំប៉ះត្រឆ្មាធំល្អបំផុតហើយអាម៉ាស់ណាស់ពិតជាអាម៉ាស់ខ្លាំងណាស់យើងគ្រាន់តែថ្ងៃនេះញ៉ាំឆ្អែតពេកមិនចង់កម្រើកខ្លួនតែប៉ុណ្ណោះហេពុកមាត់ឆ្មាធំកង់ឡើងលើគួរឲ្យលេងណាស់យើងមិនមែនឈ្មោះឆ្មាធំទេយើងជាទេពសម្លាប់បុរាណមេក្មេងល្ងងនរណាអនុញ្ញាតឲ្យឯងដាក់ឈ្មោះឲ្យយើងគិតថាយល់ដល់ឯងនៅក្មេងយើងនឹងទម្រាំអនុញ្ញាតឲ្យឯងហៅបែបនេះចុះអាខ្លាចាស់មិនបានជួបគ្នាប៉ុន្មានថ្ងៃទឹកដីខាងក្រៅនេះគួរតែប្រគល់ឲ្យមកយើងវិញហើយមែនទេមេកញ្ជ្រោងចង្រៃពូជកញ្ជ្រោងទេពកន្ទុយ9ធ្លាប់តែសងំនៅបឹងត្រជាក់តើហ៊ានមករករឿងដល់ទឹកដីយើងផងថ្ងៃនេះយើងអារម្មណ៍ល្អចង់បដូរកន្លែងគេងយ៉ាងម៉េចចង់វាយគ្នាមែនទេអាហេឯងលាក់ស្អីនៅពីក្រោមខ្លួនហ្នឹងក្លិនឬវិញ្ញាណជាន់ខ្ពស់យ៉ាងក្រអូបកូនមនុស្សទេតើភ្នំមើលសត្វជាតំបន់ហាមឃាត់របស់មនុស្សអាខ្លាចាស់នេះមិនដាច់ចិត្តស៊ីអីចឹងទុកឲ្យយើងជួយសម្អាតឲ្យចោះនាងហ៊ានវ៉ាវកញ្ជ្រោងធំស្អាតម្លេះកន្ទុយទាំង9ដូចជាស្គរសំឡេងអញ្ចឹងប្រកាសជាទុនហើយក្រអូបខ្លាំងណាស់ក្មេងតូចនេះចេះប្រញាណចិត្តនិយាយជាមួយយើងផងមេកញ្ជ្រោងស្អុយនៅឲ្យឆ្ងាយពីនាងទៅនាងជាមនុស្សរបស់យើងថយទៅម្ខាងទៅអាមនុស្សកំរោលអំបាញ់មិញឯងនិយាយថាកន្ទុយយើងដូចស្គរសំឡេងថែមទាំងក្រអូបទៀតផងចាស់ស្អាតជាងរោមលើខ្លួនអះ10000ដងឯណោះមេកញ្ជ្រោងចង្រៃឯងចង់ធ្វើអីឯងសាកស្ទាបមើលទៅរោមខ្លារបស់វាទាំងក្រឹមទាំងរឹងថែមទាំងឡើងលឿងទៀតបើមុតស្បែកទន់ខ្ចីរបស់កូនតូចតើគិតយ៉ាងម៉េចទៅមេកញ្ជ្រោងចង្រៃឯងហ៊ានបង្ខូចពណ៌រោមរបស់យើងផងយ៉ាងម៉េចយើងនិយាយខុសមែនទេវាមិនដូចរោមយើងទេដូចជាព្រិលដំបងនារដូវរងាអញ្ចឹងកន្ទុយរបស់បងស្រីនេះមានកម្ដៅថេរស្រួលជាងអាខ្លាចាស់នោះឆ្ងាយណាស់ល្អទេកូនល្អណាស់អរគុណបងស្រីកញ្ជ្រោងឬនៅអាខ្លាស្អុយកូនតូចប្រាប់ថាចូលចិត្តយើងតើមេកញ្ជ្រោងស្អុយមុខក្រាស់គឺយើងអ្នករើសបានមុនសោះនរណារើសបានជារបស់អ្នកនោះមែនទេនៅភ្នំមើលសัตว์គឺគេវាស់លើសមត្ថភាពទេអាមេកញ្ជ្រោងចង្រៃគុំគិតថាយើងមិនហ៊ានប៉ះឯងឲ្យសោះសឹកល្អជាងមនុស្ស1000ដង10000ដងទៅថ្ងៃមុខខ្ញុំនឹងនិយាយតែជាមួយនឹងបងស្រីកញ្ជ្រោងស្ប៉ុណ្ណោះពួកមនុស្សអាក្រក់នៅខាងក្រៅខ្ញុំមិនរវល់ជាមួយទៀតទេមិននិយាយមួយម៉ាត់ឡើយកុំខ្លាចកូនតូចទៅថ្ងៃមុខនៅភ្នំមើលសัตว์មានយើងនឹងអាខ្លាល្ងងនេះនៅគ្មាននរណាហ៊ានប៉ះឯងសំបីតែសរសៃសក់ឡើយហេះនរណាហ៊ានធ្វើបាបមនុស្សក្រោមការការពាររបស់យើងនឹងលេបវាទាំងរស់នរណាចេញមកក្រអូបណាស់ក្លិនរបស់កូនតូចអាខ្លាឃ្មុំល្ងងនេះឈួតហើយមែនទេនេះជាផ្លែឈើក្រហម10000ឆ្នាំណាធម្មពលវិញ្ញាណកាច់សាហាវក្នុងនឹងឯងចង់ឲ្យបែកពូនេះមែនទេក្រឡុកកម្ដៅរួចហើយធម្មពលរលីអស់ហើយសល់តែជាតិផ្អែមទេញ៉ាំទៅផ្អែមណាស់គួនឈ្មោះពីរោះណាស់ញ៉ាំឲ្យច្រើនទៅអាខ្លាឃ្មុំស្មៅមុខក្រាស់ហ៊ានយកចំណីមកទិញទឹកចិត្តនាងផងមែនហើយអាខ្លាឃ្មុំនេះល្បិចច្រើនណាស់នាងប៉ាវចាំបងស្រីទៅបេះផ្លែដែលល្អជាងនេះមកឲ្យញ៉ាំផ្លែឈើទៅខ្ញុំរោមច្រើនសាច់ក្រាស់ផ្អែកទៅស្រួលណាស់ថ្លើមធំថ្ងៃនេះនាងត្រូវតែគេងលើពោះយើងក្តៅបំផុតហើយជិះចេញទៅអាខ្លាចាស់រោមរឹងពេញខ្លួនឯងមុតលីងប៉ាវគិតយ៉ាងម៉េចលីងប៉ាវកន្ទុយបងស្រីមានកម្ដៅថេរថែមទាំងធ្វើជាតង់បានទៀតល្អជាងពួកវាឆ្ងាយណាស់ខ្ញុំសាច់ក្រាស់អាខ្លាឃ្មុំល្ងងដឹងតែពីស៊ីថយទៅម្ខាងភ្លាមមេកញ្ជ្រោងចង្រៃកន្ទុយឯងធំក្លិនថ្នាំបុរាណណាស់កុំឲ្យឈួរមនុស្សរបស់យើងឲ្យសោះចង់វាយគ្នាមែនទេហេកុំឆ្លោះគ្នាអីអាសធ្វើជាកន្ទេលឲ្យខ្ញុំហេះយើងគ្រាន់តែអាណិតឯងទេកន្ទុយរបស់កញ្ជ្រោងធ្វើជាភួយឲ្យខ្ញុំអីយ៉ាលីងប៉ាវរបស់យើងចេះរស់នៅស្រួលមែនគួនបោកផ្លែឈើឲ្យខ្ញុំបាត់ផ្អែមណាស់
ពួកសត្វធំល្អមែនទាំងមីងធំនិងបងស្រីជីដូនមួយជីវសុទ្ធតែជាមនុស្សអាក្រក់ពួកគេចេះតែធ្វើបាបខ្ញុំនិងដណ្ដើមរបស់ខ្ញុំតាមពិតកាលពីមុនលោកប៉ានិងអ្នកម៉ាក់ល្អនឹងខ្ញុំណាស់ប៉ុន្តែពួកគាត់លែងនៅហើយឥឡូវនៅខាងក្រៅមានតែមនុស្សអាក្រក់ទៅថ្ងៃមុខខ្ញុំលែងតែជាមួយពួកឯងលែងរវល់ជាមួយមនុស្សខាងក្រៅទៀតហើយ ហ៊ានធ្វើបាបម្ចាស់តូចរបស់យើងផងប្រសិនបើយើងជួបមនុស្សចិត្តអាក្រក់ទាំងពីរនាក់នោះយើងនឹងហែកពួកវាជាបំណែក មិនខ្វល់ថាជានរណាទេឲ្យតែហ៊ានមកភ្នំមើលសัตว์យើងនឹងប្រើភ្លើងបិសាចជីវយុដុតពួកវាឲ្យคล้ายជាភេះសំបីតែទៅចាប់ជាតិក៏មិនបានដែរលៀងប៉ាវកុំបារម្ភទីនេះជាភ្នំមើលសัตว์ដាច់ខាតគ្មានមនុស្សណាម្នាក់អាចដើរមកដល់មុខឯងទាំងរស់បានឡើយ ជួយផងបងធំមិនមែនបងស្បត់ថានៅជីភ្នំមើលសัตว์សំបីតែទន្សាយមានធាតុវិញ្ញាណបន្តិចបន្តួចក៏គ្មានដែរមែនខ្ញុំឯណាទៅដឹងថាអាសត្វពមាសពីរដែលថ្នាក់កណ្ដាលនេះមិនដេកនៅខាងក្នុងប៉ែជីរត់មកដើរលេងនៅខាងក្រៅបែបនេះគុំនិយាយច្រើនឆាប់រត់ទៅ បងទី2ឆាប់យកថ្នាំបំពុលរបស់បងមកបំទុះវាទៅและដុតថ្នាំកញ្ចាស់របស់ខ្ញុំសំបីតែបាត់ក៏បែកបាត់ទៅហើយថ្នាំបំពុលដែលផ្សំចេញមកសំបីតែមូសមួយក្បាលក៏សម្លាប់មិនបានផងបោះទៅឲ្យវាស៊ីបន្ថែមមែនទេអ្នកទាំងពីរទៅមុនទៅខ្ញុំនៅទុកវាអញយកស្អីទៅទុកយកកំតិចដែលកញ្ចាស់កន្លះកំណាត់នឹងមែនទេបើស្លាប់គឺស្លាប់ទាំងអស់គ្នាការលោកគ្រូនៅកម្ពុជាសត្វវិញ្ញាណសតែពួកយើង3នាក់ខ្ញុំដាច់ខាតមិនរត់យករួចខ្លួនម្នាក់ឯងទេត្រូវហើយប្រយុទ្ធជាពួកគេកំពុងលេងល្បែងឥន្ទ្រីចាប់កូនមន់មែនទេបងស្រីដែលកាន់ស្នៀតសក់ឈើនោះច្បាស់ជាខ្លាចណាស់តែនៅតែឈរពីងពីមុខដែរយ៉ាអាកូធំនឹងបុកបងស្រីស្អាតហើយអះឯងជួយពួកគេបន្តិចបានទេកុំឲ្យអាកូធំបុកបងមនុស្ស3នាក់ដែលមិនទាន់ដល់កម្រិតសាងគ្រីផងស្លាប់ក៏ស្លាប់ទៅព្រះអើយហាខ្ញុំដឹងហើយធម្មពលដៅស្ដេចឥតស្រមោលដែលលោកគ្រូបង្រៀនខ្ញុំកាលពីមុនទីបំផុតខ្ញុំហាត់បានសម្រេចហើយខ្ញុំបែរជាអាចយល់ដឹងពីកម្រិតខ្ពស់បំផុតនៃការវាយគោឆ្លងភ្នំបងធំបងសំបីតែដាវក៏មិនទាន់ប៉ះវាផងបែរជាធ្វើឲ្យវាសន្លប់បាត់ទៅហើយបងពិតជាទេពកោសល្យមែនបងធំពូកែខ្លាំងណាស់កម្ពុជាសត្វវិញ្ញាណយើងមានសង្ឃឹមហើយមនុស្ស3នាក់នេះមើលទៅដូចជាមិនសូវឆ្លាតទេហេនរណាលាក់ខ្លួននៅត្រង់នោះចេញមកធម្មពលដៅស្ដេចរបស់អីយ៉ានេះជាកូនក្មេងកំសត់មកពីណាអញ្ចេះហេតុអ្វីបានជានៅកន្លែងគ្រោះថ្នាក់បែបនេះម្នាក់ឯងចុះឪពុកម្ដាយឯងទៅណាលៀងប៉ាវក្រៅពីឪពុកម្ដាយឯងមនុស្សគឺពីស្ពោបំផុតហើយឥឡូវបងស្រីនឹងបញ្ចេញភ្លើងដុតពួកវាឲ្យសតែភេះយើងទះតែមួយក្រញាំគឺអាចទះពួកវាឲ្យងាប់បានហើយថ្លង់ណាស់ទះមួយដៃឲ្យបែកខ្ទេចចាំសិនបងធំនាងដូចជាក្មេងកំសត់ដែលមិនចេះនិយាយទេតើយើងគួរនាំនាងត្រឡប់ទៅប៉ាក់វិញទេស្អីគេអានុប្អូនស្រីឯងឈួតហើយមែនទេពួកយើងទាំង3នាក់ចិត្តដាច់ពោះស៊ីដីទៅហើយមានអាហារឯណាទៅចិញ្ចឹមក្មេងទៀតហើយអញមើលសត្វចិញ្ចឹមទាំង3ក្បាលក្បែរនាងចុះបុកទាំងនាងទៀតគឺមានមាត់4ណាប៉ុន្តែបើទុកនាងនៅទីនេះនាងនឹងត្រូវសត្វចម្លែកស៊ីមិនខាននាំត្រឡប់ទៅវិញបងធំកុំនិយាយច្រើនទោះបីកម្ពុជាសត្វវិញ្ញាណយើងក៏យ៉ាងណាក៏ដោយក៏មិនអាចទុកក្មេងស្រីតូចម្នាក់ចោលនៅទីនេះបានដែរយ៉ាងច្រើនទៅថ្ងៃមុខខ្ញុំទទួលការងារស៊ីឈ្នួលធ្ងន់ធ្ងរបន្ថែម3ទៀតក្នុងមួយថ្ងៃយ៉ាងណាក៏គង់តែមានបាយមួយពេលចិញ្ចឹមព្រមហើយអីចឹងខ្ញុំទៅជួយលៀងរត់ថ្នាំឲ្យគេនៅខាងក្រៅដើម្បីរកលុយទិញនំខ្លះពិតជាជំពាក់កម្មពួកឯងពីជាតិមុនមែនកុំធ្វើបាបពួកគេអីអំបញ្ញមិញពួកគេការពារគ្នាទៅវិញទៅមកឥឡូវខ្លួនឯងញ៉ាំមិនឆ្អែតផងនៅចង់ចិញ្ចឹមខ្ញុំទៀតពួកគេមិនមែនជាមនុស្សអាក្រក់ទេខ្ញុំចង់ទៅមើលជាមួយពួកគេព្រមហើយអីចឹងកុំរំចាស់តូចទៅមើលចុះប្រសិនបើមនុស្សទាំងនេះហ៊ានធ្វើមិនល្អដាក់ឯងយើងនឹងនាំឯងត្រឡប់មកភ្នំមើលសត្វភ្លាមកូនល្អកុំខ្លាចទៅថ្ងៃមុខនៅជាមួយបងស្រីឲ្យតែបងស្រីមានបាយមួយម៉ាត់ញ៉ាំគឺដាច់ខាតមិនឲ្យឯងឃ្លានឡើយបងស្រីម្នាក់នេះក៏ក្តៅដូចជាអ្នកម៉ាក់កាលពីមុនអញ្ចឹងទៅឆាប់ត្រឡប់ទៅប៉ាក់វិញយប់នេះកម្ពុជាសត្វវិញ្ញាណយើងមានម្ហូបបន្ថែមហើយគឺញ៉ាំសាច់គោ